ជម្រាបសួរថ្ងៃនេះយើងមកបន្តសាច់រឿងស្នេហ៍ប្រែគំនុំយើងតទៀតខ្ញុំណែនាំឲ្យអ្នកគ្នាទៅស្ដាប់ភាគមុនទៅហើយទៅព្រោះជិះវាខ្ញុំនិយាយដល់ភាគនេះអ្នកគ្នាស្ដាប់អត់យល់អញ្ចឹងបញ្ចប់ពីភាគមុនអតីតកាលរបស់ទូស័យគេបានបញ្ជាក់ថាទូស័យនិងទូប្រះហ្នឹងគឺធ្លាប់ជាសង្សារនឹងគ្នាហើយទូប្រះបានសំបែកទូស័យទាំងទូស័យអត់មានខុសអីអញ្ចឹងធ្វើឲ្យទូស័យគាត់ឈឺចាប់ហេតុមូលហេតុហ្នឹងហើយបានជាទូស័យគាត់មកវិញដើម្បីសងសឹកទូប្រះប៉ុន្តែខ្ញុំគិតថាក្នុងរឿងនេះនៅមានលក្ខអតីតកាលមកតង់ទៀតដែលយើងត្រូវតាដឹងនៅភាគក្រោយប្រហែលជាភាគក្រោយបានអានអញ្ចឹងអតីតកាលហ្នឹងគឺបោះទូប្រោះម្ដងថាហេតុអីបានជាគាត់អត់ចំណាំទូគាត់ពីរនាក់ធ្លាប់សង្សារគ្នាហេតុអីបានជាទូប្រោះអត់ចំណាំថងហ្នឹងខ្ញុំដូចអត់ជឿថាទូប្រោះអត់ចំណាំអញ្ចឹងអតីតកាលមួយហ្នឹងចាំស្ដាប់នៅភាគក្រោយឥឡូវយើងស្ដាប់សាច់រឿងតពីទូស័យគាត់បានហើបគ្នាជាមួយទូប្រោះក្នុងបន្ទប់ហើយពេលហ្នឹងគាត់មិនរត់ចេញមកក្រៅហ្នឹងគឺគាត់ទៅបន្ទប់ខ្លួនឯងគាត់ដាក់បើកទ្វារបន្ទប់ភ្លាមក៏គាត់ជុំនៅក្នុងបន្ទប់គាត់នឹកឃើញអនុស្សាវរីយ៍ថានឹកឃើញអនុស្សាវរីយ៍សពគាត់តែចង់ឲ្យទូប្រោះហ្នឹងស្គាល់ពីអារម្មណ៍ឈឺចាប់តែសម្រាប់គាត់វិញគឺឈឺលើសឈឺជន់ឈឺមកគាត់ចង់ឲ្យទូប្រោះស្គាល់ពីអារម្មណ៍ដែលថាបាត់បង់វិញម្ដងអញ្ចឹងណាប៉ុន្តែទូស្រីគាត់ស្រឡាញ់ទូប្រោះខ្លាំងអាសងសឹកហ្នឹងមកចំណែកអាចង់នៅក្បែរទូប្រោះបំពេញក្តីសោកមួយទូប្រោះហ្នឹងមកចំណែកពួកបេះដូងគាត់ក្រៅពីទូប្រោះគឺអត់អាចស្រឡាញ់នរណាបានទេអញ្ចឹងវាប្រៀបបីដូចជាគាត់នឹងគ្រាន់តែចង់ត្រឡប់មកចង់សាងស្នេហាចាស់មួយគ្នាវិញទេមិនមែនបើនិយាយពីសងសឹកហ្មងដូចអត់ត្រូវព្រោះទូស្រីឲ្យគ្រប់យ៉ាងទៅទូប្រោះបំពេញក្តីសុខមួយគ្នាទាំងគាត់នឹងចង់ឲ្យទូប្រោះស្គាល់ពីអារម្មណ៍ឈឺចាប់គាត់វិញឈឺលើសឈឺគាត់ខ្វះទូប្រោះអត់បានផងហ្នឹងអញ្ចឹងគាត់កែប្រែខ្លួនឯងខំប្រឹងឈានម្ដងមកជំហានហ្នឹងគឺគ្រាន់តែចង់ជួបទូប្រោះហើយនឹងធ្វើឲ្យទូប្រោះឈឺចាប់ប៉ុន្តែអ្នកនរចង់ឲ្យសាច់រឿងហ្នឹងទៅជាម៉េចចង់ឲ្យសាច់រឿងហ្នឹងទៅជាកំសត់ហ្មងឬក៏ happy ព្រោះថាខ្ញុំជាអ្នកសរសេររឿងនេះស្រាប់ខ្ញុំអត់ទាន់បានសរសេរភាគបញ្ចប់ក្នុងរឿងហ្នឹងទេខមមិនម្នាក់មួយមកបើចង់ឲ្យ happy អូខេប៉ុន្តែអត់អីចាំស្ដាប់អតីតកាលរបស់ទូប្រសិទ្ធយើងតទៀតទូស្រីយំរហូតដល់ចិត្តភ្លឺបានទូស្រីងុយទឹកងុយពាក់ទៅធ្វើការទាំងអត់បានដេកឯថ្ងៃហ្នឹងអញ្ចឹងទូស្រីខ្សោយមែនតើពេលដែលគាត់អត់បានដេកអញ្ចឹងមានប្រជុំទៀតមានប្រជុំជាមួយនឹងក្រុមការងារវិស្វករផងក្រុមការងាររបស់ទូស្រីអញ្ចឹងទូស្រីរៀងអស់កម្លាំងមើលទៅឃើញថាដៃទុនជើងរហូតពេលហ្នឹងទូប្រគឺគាត់មកអង្គុយក្បែរហើយចាំហុចទឹកហុចអីឲ្យញ៉ាំរបៀបថា take care អញ្ចឹងណាទូស្រីអត់អីទេគាត់ញ៉ាំនេះញ៉ាំនោះតែទូប្រផ្ដល់ឲ្យគាត់មានពេលខ្លះគាត់ងក់ទេអ្នកគ្នាគាត់ងក់អញ្ចឹងទៅទូប្រយកដៃទប់ឲ្យអីចឹងណាព្រោះអត់ចង់ឲ្យទូស្រីដួលអីទៅគាត់មើលថែទូស្រីឲ្យស្រឡឹងមុខភ្លឺទូស្រីនិយាយទៅស្រឡាញ់ទូប្រពេលហ្នឹងណាប៉ុន្តែគាត់អត់បញ្ចេញអារម្មណ៍ឬក៏កាយវិការអីទេទូប្រវិញមកគិតថាគេប្រហែលជាស្អប់យើងហើយប៉ុន្តែធ្វើម៉េចបើស្រឡាញ់គេអីចាខំប្រឹងមើលថែគេចឹងណាអាហ្នឹងមួយទៀតខ្ញុំចង់តែសោកជាអ្នកគ្នាស្រឡាញ់គ្នាប៉ុន្តែអត់ហ៊ានធ្វើល្អដាក់គ្នាឯងខំប្រឹងធ្វើអាក្រក់ដាក់គ្នាធ្វើឆ្លោះគ្នាអីចឹងទូប្រគាត់ដឹងថាគាត់ធ្វើទាំងអស់ហ្នឹងប្រហែលជាមិនអាចឲ្យទូស្រីចាប់អារម្មណ៍ទេប៉ុន្តែធ្វើម៉េចបើគាត់ចង់មើលថែទូស្រីគាត់បាននៅក្បែរគាត់បានប៉ះនេះប៉ះនោះចឹងទៅគាត់សប្បាយចិត្តឈុតកន្លែងហ្នឹងគឺមានប្រធានក្រុមហ៊ុនថ្មីហ្នឹងគាត់ចូលមកនិយាយមួយទូស្រីដែរគាត់មិនត្រូវមកនិយាយទេពេលខ្លះយកដៃរបស់គាត់ហ្នឹងឯសក់ក៏ដូចជាប៉ះដៃអីចឹងធ្វើឲ្យទូប្រើប្រច័ណ្ឌខ្លាំងមែនតើសឹងថាងើបប្រធានហ្នឹងចាញ់ណាប៉ុន្តែធ្វើម៉េចគេប្រធានចឹងហើយគាត់បានត្រូវមកខឺតវត្តខឺតកក្រាស់ដៃក្រាស់ជើងឲ្យចឹងពីប្រជុំហើយប្រធានក្រុមហ៊ុនមួយហ្នឹងគឺបានបបួលទូស្រីទៅញ៉ាំអីនៅទូស្រីដោយសារតាប្រធានហើយក៏ទៅញ៉ាំជាមួយគ្នានិយាយទៅប្រធានក្រុមហ៊ុនហ្នឹងក៏ដូចជាពួកម៉ាក់របស់ទូស្រីដែរនៅក្នុងខ្សែរឿងហ្នឹងគេអត់បញ្ជាក់ច្បាស់ឲ្យដឹងថាប្រធានក្រុមហ៊ុនហ្នឹងគឺធ្លាប់រៀនមួយទូស្រីក៏ដូចជាកំដរទូស្រីពេលខ្លះគឺដូចជាសុំស្នេហាទូស្រីធ្វើសង្សារអីចឹងណាប៉ុន្តែទូស្រីអត់ព្រមទេទូស្រីអត់បង្ហាញពីសេចក្តីស្នេហាទេគាត់ត្រឹមតែមិត្តភក្តិអញ្ចឹងណាព្រោះកុំឲ្យបាត់បង់ព្រោះទូស្រីគាត់ដឹងថាគាត់ជាមនុស្សដែរអត់អាចស្រឡាញ់នរណាបានអញ្ចឹងគាត់អត់ចង់ផ្ដល់ក្តីសង្ឃឹមឲ្យទៅមនុស្សល្អអីទេគាត់និយាយទៅគាត់ធ្វើបាបតែមនុស្សអាក្រក់ដែរបន្ទាប់ពីប្រធានក្រុមហ៊ុនបបួលអញ្ចឹងទៅទូស្រីគាត់ទៅញ៉ាំអីពីអារម្មណ៍ទូប្រោះវិញពីខឹងដាច់ក្បាលដាច់កតុយហ្មងប្រច័ណ្ឌកតេកតើវិញចង់និយាយជាមួយទូស្រីវាតែកុំឲ្យទៅអញ្ចឹងប៉ុន្តែគាត់អត់មានឱកាសបាននិយាយទេទូស្រីហើយនឹងប្រធានមួយហ្នឹងទៅញ៉ាំបាយបន្ទាប់ពីទៅញ៉ាំបាយហើយហ្នឹងជូនទូស្រីទៅទូស្រីទីព្រោះអីទូស្រីគាត់ថាជាអត់ស្រួលខ្លួនហើយគាត់បានដេកអញ្ចឹងគាត់បើកឡានអត់កើតទេអញ្ចឹងម្នាក់ហ្នឹងជួហើយទូប្រោះនៅចាំមើលថាគេទៅបន្ទប់ហ្នឹងធ្វើអីគ្រាន់តែ
ប្រធាននឹងដើរចូលច្រាបអស់ភ្លាមព្រោះគឺសម្រាប់ចូលផ្ទះតួស្រីពឹបហ្មងគាត់តែឃើញតួស្រីភ្លាមគឺចាប់ពឹបថើបយើធ្វើតួស្រីយើងគាត់អត់ខ្លាំងផងគាត់បានសម្រាប់ហើយជាគាត់ឈឺអញ្ចឹងទៅគាត់ស្លាប់យើហ្មងមានបានតបស្នេហាណាតន់ទេស្លាប់ឆឹងទូព្រោះឡើងភ័យគាត់បីតួស្រីដាក់នៅកន្លែងគាត់បីតួស្រីចូលបន្ទប់គេងទៅហើយស្ទាបមើលទៅតួស្រីគាត់ក្តៅខ្លួនក្តៅអញ្ចឹងណាទៅទូព្រោះគាត់ចាប់ដើមមើលថាគាត់ជូតទឹកជូតអីដោះស្បែកជើងកៅអៅក្រៅដោះអីចេញនិយាយទៅគាត់ធ្វើស្រែចិត្តគាត់ឲ្យកន្លែងហ្នឹងគាត់មិនដឹងនិយាយថាម៉េចទេគាត់ដោះកៅអៅដោះសម្បីតាហូបភ្នែកសម្បីតាលុបលាង make up ហ្នឹងក៏ទួប្រើជូតឲ្យស្អាតបាតចឹងទៅបានគាត់ទៅបបឲ្យញ៉ាំពេលហ្នឹងគាត់ចង់បបឲ្យទួស្រីញ៉ាំប៉ុន្តែផ្ទះរបស់ទួស្រីហ្នឹងគឺអត់មានចានឆ្នាំងអីត្រូវបបកើតទេអញ្ចឹងទួប្រើក៏សម្រេចចិត្តទៅក្រៅបបឲ្យហើយមកវិញយកមកវិញហ្នឹងក៏បានសួរទួស្រីថាឈឺអីចឹងណាតែអង្គុយបញ្ចុកបបហើយទូស្រីប្រាប់ថាប្រហែលជាយកមិនអត់បានដេកអស់កលាំងអីទេហើយនឹងចង់ឆ្លងផ្ដាសាប្រើវឹងគេទៅយកថ្នាំក្នុងកតុបគេថ្នាំផ្ដាសាហ្នឹងមកឲ្យទូស្រីលេបហើយឲ្យទូស្រីដេកទៅគេសួរថាគេអាចនៅដេកនឹងបានអត់តែទូស្រីអត់ឲ្យដេកទេអញ្ចឹងគេដេញទូប្រុសចេញទៅទូប្រុសដាក់ថ្នាំហើយក៏ចេញទៅទាំងមិនចង់ចាញ់ណាប៉ុន្តែធ្វើម៉េចបើគេដេញហើយពួកគាត់ត្រូវសុំទូស្រីសិនព្រោះមានតែទូស្រីទេដែលអត់ឲ្យគាត់ដេកជាមួយនៅជាមួយចឹងប៉ុន្តែធ្វើស្អីបាទឆ្ងល់ដល់ហ្នឹងមែនអីគឺធ្វើបានហើយដេកមួយអត់ឲ្យដេកគ្រាន់តែដេកជាមួយគ្នាសោះអត់ឲ្យដេកតែស្អីផ្សេងទៀតអូយបន្ទប់ទឹកបន្ទប់គេងអីធ្វើបានអស់សូម្បីតែចក្រានបាយវាលើកលែងខ្ញុំឆ្ងល់មែនតាអើយអត់មាននិយាយច្រើនហ្នឹងឯណាអ្នកគ្នាភ្លេចនៅថាតើប្រើគាត់មានសង្សារហើយពេលដែលគាត់ចេញពីបន្ទប់ទូស្រីហ្នឹងសង្សាររបស់គាត់ហ្នឹងឃើញពេលដែលឃើញគឺម្នាក់ស្រីហ្នឹងខឹងហើយបានទៅបន្ទប់វិញពេលហ្នឹងទូប្រះបានទៅតាមនិយាយជាមួយពេលហ្នឹងគាត់គិតថាសំបែកនូណាហើយពួកគាត់អត់ចង់ធ្វើបាបនូណាអីចឹងណាតែនូណាហ្នឹងអត់ព្រមបែកពីគាត់ទេខំប្រឹងនិយាយឲ្យគាត់បន្តស្រឡាញ់គ្នាទៀតចឹងណាក៏ដូចជាថើបគាត់អោបគាត់ដែរប៉ុន្តែគាត់រងចាញ់គាត់អត់ស្រឡាញ់ទេអត់មានអារម្មណ៍ស្រឡាញ់នូណាហ្នឹងទេប៉ុន្តែនូណាហ្នឹងគាត់អត់គិតចឹងឯងគាត់គិតថាទូប្រះគ្រាន់តែចង់បានអារម្មណ៍សិចស៊ីចង់ដេកនៅមួយគ្នាអីចឹងណាប៉ុន្តែអត់ទេទូប្រះក្រៅពីទូស្រីគាត់អត់មានអារម្មណ៍នឹងជាមួយមនុស្សស្រីណាទៀតទេខ្ញុំរងចាញ់ម្ដងហើយម្ដងទៀតចឹងណានូណាខឹងហើយនិយាយមកគាត់ថាអត់បែកគ្នាទេបើសិនជាបែកចិត្តស្លាប់សឹកអីចឹងណាតែទូប្រគាត់និយាយដាច់អហង្ការគាត់ថាទោះជាស្លាប់ក៏គាត់អត់អាចទាញអារម្មណ៍ស្រឡាញ់នូណាហ្នឹងឲ្យបានហើយនូណានៅតែស្រែកសួរថាគាត់មានអ្នកថ្មីមែនគាត់មានអ្នកថ្មីមែនរហូតដល់ទូប្រប្រាប់ថាហ្នឹងហើយគាត់មានអ្នកថ្មីហើយជាស្រឡាញ់អ្នកថ្មីគាត់ហ្នឹងខ្លាំងគាត់និយាយចឹងទៅនូណាបោកកែវបោកចានបោកឆ្នាំងទៅគាត់ក៏ចេញពីបន្ទប់គាត់អត់ចង់នៅស្ដាប់នូណាហ្នឹងទៀតប៉ុន្តែត្រង់ហ្នឹងខុសមែនអ្នកគ្នាព្រោះស្រឡាញ់គ្នាទូប្រតែងតាលេងអាចរិតហ្នឹងចឹងហើយនូណាហ្នឹងគាត់រៀងឆាវឆាវដែរគាត់មិនមនុស្សស្រីស្រូតណាអញ្ចឹងគាត់បោកអីបោកទៅទូប្រអត់ខ្វល់ដើរចេញអញ្ចឹងនូណាហ្នឹងគ្នាទុកថាខូចចិត្តហើយយំហើយទោះជាខូចចិត្តយំក៏អត់មានបានអីបើវិញដែរព្រោះរឿងហ្នឹងអត់មានតែស្អីចាំងអញ្ចឹងទូប្រគាត់ដើរបដាគិតបដាគាត់ថាហេតុអីទៅមនុស្សស្រីដូចគ្នាសោះមិនក៏មានតាមម្នាក់គាត់ស្រឡាញ់ភ្លេចមិនបានមនុស្សស្រីកន្លងមកគាត់គ្រាន់តែសាក់លបងអ្នកគ្នាអាចចាំស្ដាប់ពីអតីតកាលរបស់គាត់ព្រោះថាត្រង់ហ្នឹងគាត់ចាប់ផ្ដើមនិយាយពីអតីតកាលរបស់គាត់ហើយតែអត់មានសំស្រេះតែម្ដងសិនជួបគ្នានៅភាគក្រោយហើយបើយល់ថាចូលចិត្តជួយ like និង share មួយទៅព្រោះខ្ញុំនឹងសម្រាយរឿងបន្លំលោកដែលខ្ញុំសរសេរខ្លួនឯងហ្នឹងមានទាំងរឿងស្នេហារឿងកំប្លែងក៏ដូចជារឿងខ្មោចខ្លះៗទៀត